ប្រសិនបើខ្ញុំសួរថារឿងនេះពិតឬមួយក៏មិនពិតតែអ្នកទាំងអស់គ្នាឆ្លើយបែបណាខ្ញុំធ្លាប់គិតថាការបដិសេធដែលឈឺចាប់បំផុតណាគឺជាការដែលនរណាម្នាក់និយាយមកកាន់យើងត្រង់ថាខ្ញុំអត់បានស្រឡាញ់អ្នកទេនៅពេលដែលយើងសារភាពទៅកាន់នរណាម្នាក់ប៉ុន្តែក្រោយមកទើបខ្ញុំដឹងថាមានការបដិសេធមួយប្រភេទដែលឈឺចាប់ជាងនេះទៅទៀតនោះគឺការបដិសេធដោយស្ងៀមស្ងាត់ដំបូងឡើយខ្ញុំអត់បានគិតអីច្រើនទេពេលដែលគេចាប់ផ្ដើមប្លែកឆ្លើយឆាតយឺតជាងមុនខ្ញុំតែងតែប្រាប់ខ្លួនឯងថាគេប្រហែលជារវល់ហើយមើលទៅពេលដែលគេស្ងាត់បាត់មួយថ្ងៃខ្ញុំប្រាប់ខ្លួនឯងថាគេមានការងារច្រើនពេលដែលមួយថ្ងៃខ្លាយទៅជា2ថ្ងៃខ្ញុំរកហេតុផលជាច្រើនដើម្បីការពារគេរាល់ពេលដែលខ្ញុំសួរគេតែងតែនិយាយពាក្យដដែលថាខ្ញុំរវល់ខ្លាំងណាស់ខ្ញុំមានកិច្ចការច្រើនហើយខ្ញុំក៏ជឿតាមពិតនៅក្នុងចិត្តរបស់ខ្ញុំអត់បានជឿគេទាំងស្រុងទេតែខ្ញុំជ្រើសរើសជឿក៏ព្រោះតែខ្ញុំមិនចង់ទទួលយកការពិតខ្ញុំលួងចិត្តខ្លួនឯងរាល់ថ្ងៃខ្ញុំបង្កើតហេតុផលជំនួសគេខ្ញុំព្យាយាមការពារគេទាំងតែគេមិនដែលព្យាយាមពន្យល់ឲ្យខ្ញុំបានយល់ច្បាស់ជាងនេះសោះមួយថ្ងៃ2ថ្ងៃ3ថ្ងៃបន្ទាប់មកខ្លាយជាមួយអាទិត្យហើយមួយអាទិត្យខ្លាយជា2អាទិត្យខ្ញុំក៏នៅតែរងចាំតាមពិតមិនមែនព្រោះខ្ញុំមើលមិនឃើញពីការពិតទេតែព្រោះតែខ្ញុំស្រឡាញ់គេខ្លាំងពេករហូតមិនហ៊ានទទួលស្គាល់ការពិតដែលនៅចំពោះមុខរហូតដល់ច្រើនខែក្រោយមកខ្ញុំចាប់ផ្ដើមអស់កម្លាំងនៅក្នុងការស្មានអស់កម្លាំងនៅក្នុងការរងចាំហើយអស់កម្លាំងនៅក្នុងការលួងខ្លួនឯងហើយខ្ញុំក៏សម្រេចចិត្តសួរគេនៅសំណួរមួយតើអ្នកចង់ឲ្យខ្ញុំរងចាំដល់ពេលណាខ្ញុំគិតថាប្រហែលជាលើកនេះខ្ញុំនឹងបានចម្លើយច្បាស់លាស់មួយមិនខានទេប៉ុន្តែអ្វីដែលខ្ញុំទទួលបានគ្រាន់តែជាពាក្យខ្លីមួយឃ្លាគេឆ្លើយថាខ្ញុំក៏អត់ដឹងដែរពេលនោះបេះដូងរបស់ខ្ញុំហាក់ដូចជាជ្រុះចេញមកក្រៅមួយរំពេចនោះតែម្ដងមិនមែនព្រោះតែខ្ញុំបានស្ដាប់ចម្លើយហ្នឹងទេតែព្រោះតែខ្ញុំទើបតែដឹងថាចម្លើយនោះបាននៅចំពោះមុខខ្ញុំតាំងពីយូរមកហើយមនុស្សដែលស្រឡាញ់យើងមិនទុកឲ្យយើងរងចាំដោយគ្មានការកំណត់ទេមនុស្សដែលស្រឡាញ់យើងមិនទុកឲ្យយើងសួរខ្លួនឯងរាល់យប់ថាតើខ្ញុំសំខាន់សម្រាប់គេដែរអត់មនុស្សដែលស្រឡាញ់យើងប្រហែលជាគេរវល់មែនប្រហែលជាគេមានកិច្ចការងារច្រើនមែនប៉ុន្តែពួកគេនឹងមិនបាត់មុខឈឹងរហូតដល់ទៅ1អាទិត្យ2អាទិត្យហើយទុកឲ្យយើងរស់នៅជាមួយនឹងការសង្ស័យនោះឡើយហើយនៅថ្ងៃនោះខ្ញុំទើបទទួលស្គាល់ការពិតមួយនោះកន្លងមកមិនមែនគេមិនមានពេលសម្រាប់ខ្ញុំទេគ្រាន់តែខ្ញុំមិនមែនជាមនុស្សដែលគេចង់ចំណាយពេលជាមួយមិនមែនគេរវល់ពេករហូតដល់មិនអាចឆ្លើយសាររបស់ខ្ញុំបានទេគ្រាន់តែគេមិនមានអារម្មណ៍គ្រប់គ្រាន់ដើម្បីចង់ឆ្លើយតបសាររបស់ខ្ញុំហើយប្រហែលជាការពិតដែលខ្ញុំខ្លាចបំផុតនោះគឺគេមិនដែលស្រឡាញ់ខ្ញុំដូចដែលខ្ញុំស្រឡាញ់គេនោះឡើយលទ្ធផលដែលទទួលបានវាពិតជាឈឺចាប់ខ្លាំងណាស់នៅពេលដែលយើងដឹងថាអ្វីដែលយើងហៅថាការរងចាំអស់រយៈពេលជាច្រើនខែហ្នឹងតាមពិតទៅវាគឺជាការគិតតែម្នាក់ឯងមករហូតខណៈដែលគេបានដើរចេញពីយើងតាំងតែពីយូរណាស់មកហើយប៉ុន្តែយ៉ាងហោចណាស់ខ្ញុំក៏អរគុណការពិតមួយនេះដែរព្រោះនៅទីបំផុតខ្ញុំទទួលបានមេរៀនមួយថាការបិទភ្នែកមិនព្រមមើលការពិតមិនអាចធ្វើឲ្យនរណាម្នាក់ស្រឡាញ់យើងបានទេហើយពេលខ្លះការដើរចេញពីមនុស្សដែលមិនដែលជ្រើសរើសយើងគឺជាវិធីមួយដែលយើងនឹងអាចជ្រើសរើសខ្លួនឯងវិញបាន